ជាបឋមខ្ញុំកាណាសូមនមស្ការគុណចាស់គ្រប់ព្រះអង្គហើយនឹងសូមចម្រើនពរទៅដល់លោកគ្រូនប់សុភ័ក្រហើយសូមចម្រើនពរទៅដល់សាមណនិស្សិតទាំងអស់ដោយនេះគឺជាក្រុមរបស់ខ្ញុំកាណាស្មារតីភាពដែលនឹងលើកការធ្វើបទបង្ហាញទាក់ទងអំពីប្រធានបទមួយនៃក្រុមរដ្ឋបវេនីដែលស្ថិតនៅក្នុងសិទ្ធិប្រសិទ្ធដែលនៅក្នុងនោះគឺតកតងអំពីប្រធានបទសិទ្ធិប្រើប្រាស់និងសិទ្ធិអាស្រ័យនៅហើយដូច្នេះដោយជាកិច្ចបន្ទាប់អំពីនេះទៅនឹងធ្វើការប្រគល់នៅទូនាទីទៅដល់ប្រគេនទៅដល់ព្រះអង្គក្នុងនាមព្រះអង្គហើយនឹងសាមណនិស្សិតយើងក្នុងម្នាក់ដើម្បីឡើងធ្វើបកស្រាយជាបន្តបន្ទាប់ដូចតទៅគណៈជាកិច្ចចាប់ផ្ដើមខ្ញុំគណៈអាត្មាភាពសូមនមស្ការចំពោះគណៈគុណចាស់គ្រប់ព្រះអង្គនិងចម្រើនពរដល់លោកគ្រូសាស្ត្រាចារ្យនប់សុភ័ក្រហើយមួយអន្លើសក៏សូមធ្វើការរាប់អានទៅដល់មិត្តនិស្សិតយើងគ្រប់គ្នាថ្ងៃនេះផងដែរខ្ញុំគណៈអាត្មាភាពពិតជាមានកិត្តិយសណាស់ដែលបានឡើងមកធ្វើការបកស្រាយនៅប្រធានបទមួយដែលគេនិយាយទាក់ទងទៅនឹងសិទ្ធិប្រើប្រាស់និងអាស្រ័យនៅហើយនេះខ្ញុំគណៈអាត្មាភាពព្រះនាមបូលុនដែលឡើងមកធ្វើការនិយាយបើកក្បាលដំបូងហើយនេះគឺជាសមាជិកក្រុមដែលស្របទាំងអស់គឺមាន8អង្គអ្នកនេះគឺជាមេត្តារបស់យើងដែលក្នុងនោះយើងបានបែងចែកជា3ចម្ពោះធំដោយចម្ពោះទី1គឺនិយាយអំពីសញ្ញាណនៃសិទ្ធិប្រើប្រាស់និងអាស្រ័យនៅហើយ 1.1 និយមន័យ 2 ការបង្កើតសិទ្ធិប្រើប្រាស់និងអាស្រ័យនៅ 2.1 ការបង្កើតសិទ្ធិប្រើប្រាស់និងអាស្រ័យនៅតាមការព្រមព្រៀង 2.2 លក្ខខណ្ឌតតាំងនៃសិទ្ធិប្រើប្រាស់និងអាស្រ័យនៅហើយចម្ពោះទី2គឺនិយាយអំពីការអនុវត្តសិទ្ធិឲ្យ 2.1 គឺសិទ្ធិនិងករណីយកិច្ចរបស់ម្ចាស់សិទ្ធិប្រើប្រាស់និងអាស្រ័យនៅ 2.2 សិទ្ធិនិងករណីយកិច្ចរបស់កម្មសិទ្ធិករហើយចម្ពោះទី3គឺនិយាយអំពីការរលត់សិទ្ធិប្រើប្រាស់និងអាស្រ័យនៅដោយក្នុងនោះ 3.1 តាមការព្រមព្រៀង 3.2 តាមមរណភាពនៃផលភពហើយជាចុងក្រោយគឺយើងមានសេចក្តីសន្និដ្ឋាននិងឯកសារយោងជាកិច្ចបន្ទាប់ខ្ញុំគណៈអាត្មាភាពក៏សូមធ្វើការប្រកល់ជូនទៅសមាជិកក្រុមរបស់យើងដើម្បីធ្វើការបកស្រាយបន្តនៅចំណុចនីមួយៗគណៈជាកិច្ចបន្ទាប់សូមនមស្ការគុណចាស់គ្រប់ព្រះអង្គហើយនឹងសូមចម្រើនពរទៅដល់លោកសាស្ត្រាចារ្យនប់សុភ័ក្រដែលមានទូនាទីជាអ្នកណែនាំនៅក្នុងការបង្ហាត់បង្រៀនដោយអាត្មាភាពពនាមថងហុងហើយឡើងមកបកស្រាយតកតងអំពីទីតាំងនីមួយនៃកិច្ចការស្រាវជ្រាវដោយនៅក្នុងក្រមរដ្ឋប្រវេណីកិច្ចការស្រាវជ្រាវរបស់ខ្ញុំកាណាអាត្មាភាពគឺស្ថិតនៅក្នុងកន្ធៃទី3តកតងអំពីសិទ្ធិប្រសិទ្ធដោយនៅក្នុងសិទ្ធិប្រសិទ្ធគឺស្ថិតនៅក្នុងសិទ្ធិប្រើប្រាស់និងអាស្រ័យផលហើយបែងចែកទៅនៅក្នុងសិទ្ធិប្រើប្រាស់និងអាស្រ័យផលមាន4ប៉ុន្តែប្រធានបទរបស់ក្រុមខ្ញុំកណ្ណាអាត្មាភាពបានទទួលគឺតកតងអំពីសិទ្ធិ1សិទ្ធិប្រើប្រាស់និងសិទ្ធិអាស្រ័យនៅហើយនេះគឺជាប្លង់នៃរចនាសម្ព័ន្ធប្រធានបទរបស់ក្រុមអាត្មាភាពចែកចេញជា3ផ្នែកធំដោយផ្នែកទី1និយាយតកតងអំពីមាត្រា2.4 2.6 2.7 ហើយនិង 2.8 ហើយផ្នែកទី2និយាយពាក់ព័ន្ធអំពីមាត្រា2.8 គុត81ហើយនិង2.82និង 2.4 ហើយតកតងអំពីផ្នែកទី3មាត្រាពាក់ព័ន្ធគឺមាត្រា2.82និងមាត្រា2.3 ហើយជាកិច្ចបន្ទាប់នេះគឺជាសេចក្តីផ្ដើមរបស់ក្រុមតកតងអំពីសិទ្ធិប្រើប្រាស់និងសិទ្ធិអាស្រ័យនៅដោយយើងដឹងហើយថាមនុស្សទាំងអស់គឺអាចស្នាក់អាចអាស្រ័យអាចប្រើប្រាស់បានមិនមែនមនុស្សទាំងអស់សិតតែមានទាំងអស់គ្នាទេដោយអ្នកខ្លះជីវភាពគាត់មិនតាន់ទូធាអ្នកខ្លះទៀតគាត់មានជីវភាពទូធាក៏គាត់អាចស្នាក់នៅអាស្រ័យកន្លែងរបស់គាត់សមរម្យអញ្ចឹងទៅប៉ុន្តែតកតងអំពីទៅនេះនៅក្នុងសង្គមមួយដោយជារួមមានការរីកចម្រើនដោយផ្នែកដោយផ្អែកលើកត្តាមនុស្សហើយមនុស្សនេះឯងហើយការដែលបាត់បង់មនុស្សម្នាក់នៅក្នុងសង្គមមួយវាជាការបាត់បង់នៅកោសិកាបាត់បង់នៅការខូចសរសៃឈាមនៃសង្គមជាដើមអញ្ចឹងទៅហេតុនេះហើយបានជាអ្នក
និពន្ធផ្នែកច្បាប់បានរក្សារោគមធ្យោបាយដើម្បីដោះស្រាយតកតងទៅនឹងការដែលធ្វើឲ្យមនុស្សមានទីលំនៅឋានមួយបន្ទាប់អំពីខ្លួនឧទាហរណ៍ជាក់ស្ដែងដូចជាក្រុមនិស្សិតទាំងឡាយដែលបានមកស្នាក់អាស្រ័យនៅទីក្រុងភ្នំពេញសួរថាតើគាត់មានផ្ទះរបស់គាត់នឹងឯងរស់នៅគ្រប់គ្នាឬក៏អត់ទេគឺអត់ទេដូច្នេះគឺត្រូវការមកទីក្រុងភ្នំពេញដើម្បីរកកន្លែងមួយដ៏សមគួរដើម្បីបានស្នាក់នៅអាស្រ័យដូច្នេះមានតែការជួលផ្ទះគេដើម្បីស្នាក់នៅហើយនឹងអាស្រ័យនៅចឹងទៅជំនប៉ុហើយបន្ទាប់ទៀតតកតងទៅនឹងជំពូក1និយាយតកតងអំពីនិយមន័យនៅក្នុងនោះយើងក្តោបឲ្យវាបានជាការឱឡារឹកអធិកធមថាតើអ្វីទៅជាសិទ្ធិប្រើប្រាស់និងសិទ្ធិអាស្រ័យនៅដោយនៅក្នុងមាត្រា274នៃក្រមរដ្ឋប្រវេណីលោកបានចែងនៅនិយមន័យយ៉ាងច្បាស់អំពីសិទ្ធិប្រើប្រាស់និងសិទ្ធិអាស្រ័យនៅហើយថានិយមន័យលោកបែងចែកជា2សិទ្ធិប្រើប្រាស់នឹងឯងលោកសំដៅទៅដល់សិទ្ធិអាស្រ័យផលនៅក្នុងទីនេះគឺនិយាយទៅអំពីអចលនវត្ថុត្រឹមសេចក្តីនៃសេចក្តីត្រូវការរបស់ម្ចាស់សិទ្ធិនិងគ្រួសារអញ្ចឹងទៅនេះទី1ទី2តកតងអំពីសិទ្ធិអាស្រ័យនៅនៅក្នុងទីនេះលោកសំដៅទៅដល់ចំណែកមួយនៃអគារឬក៏ផ្ទះដែលយើងបានជួលបានស្នាក់អាស្រ័យនៅត្រឹមតែកម្រិតនៃសេចក្តីត្រូវការណាត្រឹមសេចក្តីត្រូវការសម្រាប់រស់នៅរបស់ម្ចាស់អាស្រ័យនៅនឹងគ្រួសារបើយើងក្តោបន័យឲ្យរួមសេចក្តីត្រឡប់មកវិញថាសិទ្ធិប្រើប្រាស់និងសិទ្ធិអាស្រ័យនៅគឺប្រើមកកម្រិតនៃសិទ្ធិរបស់យើងកម្រិតនៃការដែលយើងប្រើប្រាស់មិនលើសអំពីអ្វីដែលយើងប្រើប្រាស់ទេណាដូច្នេះខ្ញុំកាលណាមានប៉ុណ្ណេះនឹងធ្វើការបន្តជូនប្រគិនទៅដល់អ្នកដែលមានទួនាទីឡើងបកស្រាយបន្តដើម្បីដឹកគុណឬក៏សាមណនិស្សិតរបស់យើងឡើងធ្វើការបកស្រាយបន្តសូមអរគុណជាដំបូងខ្ញុំកណ្ណាសូមក្រាបថ្វាយបង្គំចំពោះកណ្ណាគុណចាស់គ្រប់ព្រះអង្គនិងចម្រើនពរចំពោះលោកគ្រូសាស្ត្រាចារ្យនប់សុភ័ក្រដែលទទួលបន្ទុកក្នុងការបង្រៀននៅមុខវិជ្ជានីតិរដ្ឋវេនីចម្រើនពរចំពោះមិត្តនិស្សិតទាំងអស់គ្នាធម្មភាពពនាមងាវភិរុនដែលឡើងមកបកស្រាយនៅចំណុចបន្ទាប់ដែលត្រង់ចំណុច 2.1 និង 2.2 2.1 នៅក្នុងនេះគឺនិយាយអំពីការបង្កើតសិទ្ធិប្រើប្រាស់និងសិទ្ធិអាស្រ័យនៅក្នុងក្រមរដ្ឋប្រវេណីនៃប្រជាជាតិកម្ពុជាត្រង់ចំណុចនៃមាត្រា276ដែលនិយាយអំពីការបង្កើតនៅកិច្ចសន្យាហើយនៃខ្លឹមសារនៅក្នុងមាត្រា 2.6 នោះគឺខ្លឹមសារនោះគឺនិយាយអំពីកម្មសិទ្ធិករនិងអ្នកជួលគឺអាចបង្កើតនៅកិច្ចសន្យាបានពីររបៀបទី1កិច្ចសន្យាដោយផ្ទាល់មាត់ជាមួយនឹងរវាងកម្មសិទ្ធិករនិងអ្នកជួលហើយនៅក្រោមចំណុចមួយទៀតកម្មសិទ្ធិករនិងអ្នកជួលអាចបង្កើតកិច្ចសន្យាជាលាលិខិតអក្សរនៅត្រង់កថាខណ្ឌទី2នៃមាត្រា 2.6 នេះឯងគឺត្រង់ចំណុចនេះបើសិនជាកម្មសិទ្ធិករនិងអ្នកជួលបានបង្កើតនៅកិច្ចសន្យាផ្ទាល់មាត់បើសិនជាកិច្ចសន្យានោះដល់ពេលរំលត់កម្មសិទ្ធិករនិងអ្នកជួលត្រូវជូនដំណឹងកម្មសិទ្ធិករក្នុងអំឡុងពេល3ខែមុននៃការបញ្ចប់នៃកិច្ចសន្យានៅត្រង់ចំណុចនេះអាត្មាបានត្រៀមនៅឧទាហរណ៍មួយដើម្បីបញ្យល់អំពីមិត្តនិស្សិតទាំងអស់គ្នាថាជាក់ស្ដែងទស្សនវិជ្ជាជាក់ស្ដែងនៃប្រជាជាតិកម្ពុជាយើងដឹងហើយមិត្តនិស្សិតទាំងអស់គ្នាដឹងហើយតែឡើងមកទីក្រុងភ្នំពេញគឺមិនប្រកាសថាមានផ្ទះនៅភ្នំពេញទាំងអស់គ្នាទេគឺប្រកាសជាអ្នកខ្លះជួលផ្ទះជួលអីជាដើមអញ្ចឹងក្នុងនាមនិស្សិតដែលគាត់ធ្លាប់ជួលគាត់ដឹងហើយគាត់បង្កើតកិច្ចសន្យាមួយនៃការព្រមព្រៀងគ្នារវាងកម្មសិទ្ធិករនិងអ្នកជួលកិច្ចសន្យានេះដែលចូលនៅក្នុងមាត្រា 2.6 គឺកិច្ចសន្យាផ្ទាល់មាត់កិច្ចសន្យាផ្ទាល់មាត់នេះរវាងអ្នកជួលនិងកម្មសិទ្ធិករគាត់បានព្រមព្រៀងគ្នាក្នុងលក្ខខណ្ឌណាមួយនៃប្រាក់ដើម្បីបង់ខែបន្ទាប់
នេះហើយគឺជាកិច្ចសន្យានៃការជួលផ្ទាល់មាត់របស់គាត់អញ្ចឹងសួរថាមិត្តនិស្សិតដែលយើងជាអ្នករៀនច្បាប់ឬក៏អ្នករៀនរដ្ឋបាលតើយើងគួរតែបង្កើតកិច្ចសន្យាជាផ្ទាល់មាត់ឬក៏បង្កើតជាកិច្ចសន្យាជាលាយលក្ខណ៍អក្សរប៉ុន្តែអាត្មាភាពគឺបានសួរទស្សនវិជ្ជាមិត្តនិស្សិតទាំងអស់ដែលរៀនមួយអាត្មាគាត់បានជួលផ្ទះជួលដែលនៅចិត្តសាលានេះឯងគាត់ថាគាត់បង្កើតកិច្ចសន្យាផ្ទាល់មាត់ទេព្រោះវាមានភាពងាយស្រួលមួយត្រង់ថានៅត្រង់ចំណុចនៃច្បាប់នេះបើសិនជាគាត់បង្កើតជាកិច្ចសន្យាជាលាយលក្ខណ៍អក្សរមានកំណត់ឆ្នាំឧទាហរណ៍បើគាត់កំណត់រយៈពេល2ឆ្នាំអញ្ចឹងកិច្ចសន្យានោះឯងគឺរហូតដល់2ឆ្នាំទើបកម្មសិទ្ធិករនិងអ្នកជួលនឹងអាចរំលាយនៃកិច្ចសន្យានោះបានប៉ុន្តែបើសិនជាកិច្ចសន្យានោះផ្ទាល់មាត់ប្រកបដោយលក្ខខណ្ឌណាមួយរបស់អ្នកជួលនិងកម្មសិទ្ធិករអញ្ចឹងកិច្ចសន្យានោះរំលត់នៅពេលណាក៏បានដែរឲ្យតែមានការព្រមព្រៀងគ្នាអញ្ចឹងមុនពេលដែលរំលត់នៃកិច្ចសន្យាផ្ទាល់មាត់នៃការព្រមព្រៀងនោះគឺក្នុងនាមជានិស្សិតអ្នកជួលគាត់ត្រូវជូនដំណឹងមកកម្មសិទ្ធិករក្នុងរយៈពេល3ខែនៃការបញ្ចប់នៅកិច្ចសន្យាប៉ុន្តែទស្សនវិជ្ជាជាក់ស្ដែងអាត្មាភាពមិនលម្អិតឲ្យច្បាស់មែនតែនទេព្រោះខៃលូមិត្តនិស្សិតដែលគាត់បានជួលផ្ទះជួលហើយគាត់ថាទស្សនវិជ្ជាជាក់ស្ដែងវាផ្ទុយនឹងច្បាប់អាហ្នឹងវាផ្សេងទៀតប៉ុន្តែអាត្មាភាពគឺលើកអំណះអំណាងអំពីមាត្រា276នេះឯងដែលនិយាយអំពីច្បាប់នៃការបង្កើតកិច្ចសន្យារវាងផ្ទាល់មាត់និងកិច្ចសន្យាជាលាយលក្ខណ៍អក្សរជាចំណុចបន្ទាប់នៃ2.1ដែលមិត្តនិស្សិតទាំងអស់គ្នាបានស្ដាប់មិញនេះឯងគឺឈានមកដល់ចំណុចនៃ2.2 2.2 នេះឯងអាត្មាបានបញ្ជាក់នៅខាងដើមហ្នឹងគឺនិយាយអំពីនៃមាត្រា2.7នៃក្រមរដ្ឋវិន័យដែលនិយាយអំពីលក្ខខណ្ឌនៃការតតាំងចំពោះសិទ្ធិប្រើប្រាស់និងសិទ្ធិអាស្រ័យនៅចំពោះតតិជនហើយលក្ខខណ្ឌនៃការតតាំងចំពោះតតិជនបានលុះត្រាតែរវាងអ្នកជួលនិងកម្មសិទ្ធិករអ្នកជួលគាត់បង្កើតនៅកិច្ចសន្យាជាលាយលក្ខណ៍អក្សរហើយគាត់រស់នៅជាក់ស្ដែងបើសិនជាក្នុងន័យនេះអ្នកជួលគាត់មិនបានរស់នៅជាក់ស្ដែងទេកិច្ចសន្យាដែលគាត់បង្កើតនោះក៏មិនអាចតតាំងចំពោះតតិជនបានដែរហើយនៅក្នុងកថាខណ្ឌទី2និយាយអំពីការធ្វើអនុប្រទានហ្នឹងបើសិនជាកម្មសិទ្ធិករគាត់ធ្វើអនុប្រទានទៅដល់អនុប្រទានិកអ្នករវាងអ្នកជួលនៃអនុប្រទានហ្នឹងគាត់អាត្មាឧទាហរណ៍ជាក់ស្ដែងមួយបើសិនជាអ្នកជួលនិងកម្មសិទ្ធិករគាត់បានបង្កើតកិច្ចសន្យាជាលាយលក្ខណ៍អក្សររយៈពេល3ឆ្នាំប៉ុន្តែទស្សនវិជ្ជាជាក់ស្ដែងទើបតែរស់នៅបាន2ឆ្នាំហើយកម្មសិទ្ធិករគាត់ធ្វើអនុប្រទានទ្រព្យរបស់គាត់នឹងទៅឲ្យអនុប្រទានិកដែលជាអ្នកបន្តអញ្ចឹងក្នុងនាមយើងជាអ្នកជួលយើងមានអំណះអំណាងមួយគឺជាកិច្ចសន្យានៅក្នុងន័យនេះឯងនៃមាត្រា77នេះគឺនិយាយអំពីអាចតតាំងបានចំពោះអ្នកទទួលនៅអនុប្រទានបន្តពីកម្មសិទ្ធិករនេះឯងអញ្ចឹងទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងមាត្រា2.7នេះយើងសង្កេតឃើញថាបើសិនជាគាត់បង្កើតរយៈពេល3ឆ្នាំគឺរហូតដល់3ឆ្នាំទើបកិច្ចសន្យានោះទើបអាចរំលាយបានអញ្ចឹងត្រង់ចំណុចនេះច្បាប់បានបញ្ជាក់ច្បាស់នៅក្នុងមាត្រា2.7នេះឯងអញ្ចឹងឈានទៅដល់ការរំលាយនៃកិច្ចសន្យាសិទ្ធិប្រើប្រាស់និងសិទ្ធិអាស្រ័យនៅគឺអាត្មាភាពសូមផ្ដល់ទូនីតិនេះទៅដល់មិត្តរួមក្រុមរបស់អាត្មាបន្តអំពីការរលត់នៃកិច្ចសន្យាសិទ្ធិប្រើប្រាស់និងសិទ្ធិអាស្រ័យនៅនេះអញ្ចឹងចំណុចរបស់អាត្មាភាពគឺត្រូវបញ្ចប់ត្រឹមនឹងឯងសូមជំរាបពរលា